មកយកវិញចោះព្រោះគាត់ទៀមទាយកវិញលុយប្រកាសឲ្យគេ1300មិនអាប្រូស្នាយកតែ80,000វិញខ្ញុំចង់ឈ្នះមនុស្សខូចបងប្អូនចង់ឈ្នះមនុស្សខូចហើយបើគាត់នៅបកកាយថាមិនបាន1000ផងមិនបានទទួលលុយ4លាននឹងផងមិនបានទទួលផងឥឡូវគាត់ថាទទួលបានប៉ុណ្ណាឲ្យមកវិញប៉ុណ្ណឹងមកខ្ញុំយកទៅជួយមនុស្សដែលខ្វះខាតដែលគាត់ស្គាល់តម្លៃលុយ10000 20000រៀលដែលថាគ្រួសារគាត់ខ្វះខាតទីតពិតប្រាកដខ្ញុំយកទៅវិញគាត់ថាបានទទួល850,000និងវ៉ែវ៉ាន់100ឥឡូវខ្ញុំយកអាហ្នឹងមកវិញបងប្អូនភ្លេចហើយការដំបូងគេចោទខ្ញុំមិនមែន$1000ទេគេចោទថារាប់ពាន់ដុល្លារអ្នកខ្លះថា$2000អ្នកខ្លះថា$3000អ្នកខ្លះថា$5000ប៉ុន្តែដល់ខ្ញុំមាន settlement ឥឡូវខ្ញុំបាញ់ទៅ ABA គេដកលុយក្រៅ1000គេដូររឿងនិយាយគេលែងនិយាយថាខ្ញុំគេលុយ$3000 $4000 $2000 $5000ហើយគេនិយាយរឿង1000ដោយសារអីបានគេនិយាយរឿង1000ទទួលស្គាល់រឿង1000ខ្ញុំមាន statement ត្រឹមត្រូវរឿង1000ហ្នឹងមានការបាញ់ចេញបាញ់ចូលត្រឹមត្រូវលុយ1000ហ្នឹងបងប្អូនឃើញតួសម្ដែងដូរប្រូនិយាយអត់គេដូរប្រូនិយាយអត់តែដំបូងថាខ្ញុំគេលុយ$4000 ដល់ពេលឥឡូវទទួលស្គាល់ថាខ្ញុំអត់បានយកលុយ1000ទេឃើញអត់ហេតុអីបានគេនិយាយរឿង1000ដោយសារខ្ញុំមានវិក័យប័ត្រត្រឹមត្រូវអា1000ហ្នឹងបានគេនិយាយរឿងហ្នឹងគាត់ទៀមទាយកវិញបងឲ្យបងឯងមិនចូលចិត្តឲ្យគេមើលមកខ្ញុំអាក្រក់ម៉េះបងបើខ្ញុំមិនទៀមទាយកវិញអាម៉េចបើខ្ញុំឲ្យបងឯង1000ប្រហែល100ខ្ញុំឲ្យបងឯងអស់ហើយខ្ញុំឲ្យ1000ជាងបងឯងថាបានតែ800,000អញ្ចឹងខ្ញុំថាឥឡូវទទួលបានប្រហែលខ្ញុំយកអានឹងវិញទៅជួយអ្នកអត់វិញហើយឥឡូវគាត់និយាយថាឥឡូវបើគាត់ទៀមទាយកវិញគាត់ព្រមមកខ្ញុំវិញខ្ញុំទៅយកបងឲ្យបងមិនបងឯងតួចិត្តល្អរហូតចឹងបងខ្ញុំតួចិត្តអាក្រក់រហូតចឹង10រឿងអត់ណាក៏ឲ្យខ្ញុំមួយរឿងតួចិត្តល្អមួយរឿងឯងបងឯងខ្ញុំអាក្រក់បែរល្អរហូតបងប្អូនតាមការពិតទៅខ្ញុំមិនទៅចង់បានលុយមកវិញទេកុំថាឡើយ80,000 1លាន$1000ប្រហែលក៏ឲ្យខ្ញុំមិនចង់បានដែរខ្ញុំទៅចង់បានលុយគាត់ទៅអីបើខ្ញុំជាអ្នករីអង្គាសលុយនឹងយកទៅជូនគាត់ខ្ញុំទៅយកវិញទៅអីខ្ញុំធ្វើដើម្បីជួយកូនគាត់ខ្ញុំអាណិតក្មេងមិនខ្ញុំធ្វើដើម្បីក្មេងខ្ញុំស្រឡាញ់ក្មេងនេះបើតាមតែបងឯងខ្ញុំគ្មានអាណិតបន្តិចសោះឡើយតាមតែបងឯងមួយខ្ញុំអត់មានអាណិតទេនិយាយត្រង់មកនិយាយការពិតមកសម្រាប់បងឯងមួយខ្ញុំអត់អាណិតទេបងប្អូនបានឃើញហើយបងស្រីដែលចូលមកខមមិនហ្នឹងគាត់និយាយរឿងពិតគាត់បានធ្វើមែនតើបើមិនជឿឆាសួរគាត់ទៅបងស្រីខមមិនថាខែមុនប្តីគាត់ជួយ$500ខែមុនជួយ$500ហើយនៅតែទៅឆាតសុំគេទៀតត្អូញត្អែរបៀបចង់បានទៀតបងអើយបងឈប់រស់ស៊ីអញ្ចឹងទៅបងឥឡូវគេដឹងពីបងឯងអស់ហើយខ្ញុំចង់បកស្រាយទៅលើក្រុមបងម៉ូតូធំដែលចោតខ្ញុំដែលរករឿងខ្ញុំតាំងពីមុនផ្ទុះរឿងពីថ្ងៃដំបូងម្ដងថ្ងៃនេះគាត់អត់ឈប់ដែរគាត់ព្យាយាមនិយាយប្រឆិតប្រឈៀងមកខ្ញុំថាអញ្ចេះត្រង់កន្លែងខ្ញុំនិយាយថា QR code អ្នកក្រណាប្រើ QR code គាត់ព្យាយាមនិយាយច្បិចកន្លែងហ្នឹងដើម្បីគេស្អប់ខ្ញុំថាខ្ញុំហ្នឹងកំពុងតែមើងងាយអ្នកក្រចោតអ្នកក្រថាអ្នកក្រអន់ចេះបងហើយបើចូលមកខមមិនគេស្ដាប់សម្ដីខ្ញុំយល់ទាំងអស់មានតែបងឯងទេដែលចង់ឲ្យបងប្អូនអ្នកក្រស្អប់ខ្ញុំបងប្អូនអ្នកក្រឯណាមានចិត្តលោភលន់ចង់បានរបស់គេបងប្អូនអ្នកដែលក្រដែលគាត់ខ្វះខាតគាត់មិនដែលលោភលន់ចង់បានរបស់គេចង់បោកលុយគេអត់មានទេគាត់អត់មែនតែគាត់ថ្លៃធ្នូគាត់មិនចង់បានទ្រព្យរបស់គេគាត់មិនចេះប្រឆិតប្រឈៀងបោកប្រឆោតគេមិនចេះបន្លំភ្នែកគេដើម្បីរស់ស៊ីបងប្អូនអ្នកក្រគាត់មានតម្លៃណាស់គាត់អត់គាត់មានបាយតែមួយពេលហូបគាត់ហូបតែមួយពេលឆ្អែតមួយពេលគិតមួយពេលគាត់គ្រប់គ្រាន់ហើយគាត់អត់ដែលចេះថាអូអញត្រូវបោកលុយគេអញ្ចេះអូអញត្រូវសំដែងយំយែកចេះគាត់អត់ដែលធ្វើចឹងទេបងប្អូនអ្នកក្រគាត់អត់លោភលន់អត់ចង់កឹបកេងអត់ចង់កេងវាញ់របស់គេទេគាត់រកដោយសមត្ថភាពកម្លាំងញើសឈាមខ្លួនឯងបានប៉ុណ្ណាហូបប៉ុណ្ណឹងដីសុខរបស់គាត់គិតតែបងស្រីវិញដែលគាត់យកជីវភាពរបស់បងប្អូនអ្នកក្រយកមករកស៊ីយកមកសំដែងដើម្បីរលុយគាត់វិញទេដែលមើងងាយអ្នកក្រនៅពេលដែលគាត់ធ្វើអញ្ចឹងបងប្អូនគេមិនគិតថាអូអ្នកក្រហើយក្បិចទៀតក្រហើយអាក្រក់ទៀតឃើញខូចឈ្មោះបងប្អូននេះបងប្អូនអ្នកក្រពិតប្រាកដឯណាអញ្ចឹងបងប្អូនអ្នកក្រពិតប្រាកដមានតម្លៃណាស់ថ្លៃថ្នូរណាស់បើគេឲ្យប៉ុណ្ណាយកប៉ុណ្ណឹងហើយមិនហ៊ានសុំគេទៀតបើទាល់ខ្លាំងសុំម្ដងឈប់តែមួយឆ្អែតឈប់ហើយចង់ឲ្យគាត់លើសអ្វីដែលគាត់ចង់បានគាត់អត់យកទៀតបងប្អូនអ្នកក្របងប្អូនអ្នកខ្វះខាតខ្លះដែលខ្ញុំជួបគាត់ត្រូវការបាយមួយពេលខ្ញុំឲ្យពីរពេលអត់យកទៀតថាអត់ទេពូឲ្យតែប៉ុណ្្នឹងតែខ្ញុំនៅតែឲ្យមនុស្សដែលមិនចង់បានពីខ្ញុំរឹតតែចង់ឲ្យបងប្អូនដែលមិនសុំខ្ញុំរឹតតែចង់ឲ្យបងប្អូនដែលមិនចង់បានលុយខ្ញុំរឹតតែចង់ឲ្យលុយឲ្យតែខ្ញុំមានលទ្ធភាពខ្ញុំជួយឲ្យអស់ចិត្តដូចរឿងលុយចឹងបងប្អូនមិនឃើញខ្ញុំទាឲ្យលុយនឹងមកវិញខ្ញុំមិនមែនចង់យកលុយនឹងទេប៉ុន្តែគាត់នៅតែប្រកែកថាគាត់មិនបានទទួលលុយអា1000ជាងមិនបានគាត់ថាបានតិចអាលុយដែលគាត់គិតថាតិច800,000ជាង800,000ជាងខ្ញុំថាឥឡូវបើប្រកែកអា1000នឹងមិនយកមិនបានមិនទទួលបើប្រកែកទៀតអូខេថាទទួលបានប្រមាណខ្ញុំយកអាហ្នឹងទៅជួយអ្នកក្រអ្នកខ្វះខាតវិញខ្ញុំធ្វើតាមអារម្មណ៍ម្ចាស់ជំនួយនិងបងប្អូនយើងដែលខមមិនវិញឆាប់យកលុយនឹងមកវិញទៅជួយអ្នកក្រពិតប្រាកដសំខាន់គាត់ចេញវីដេអូថាមកយកលុយវិញទៀតគាត់ថាគាត់ជាអ្នកខ្វះខាតអ្នកក្រពិតប្រាកដតែលុយ80,000ចង់បានវិញបានភ្លាមឃើញលឿនទេរឿងអីមិនឲ្យ80,000បើលុយឲ្យទៅ1000ជាងមកត្រឹម80,000ខ្លាចឲ្យខ្ញុំវិញមិនចឹងអត់ទេបើគាត់នៅតែប្រកាសចឹងទៀតបងប្អូននៅពេលដែលគាត់ប្រកាសចឹងបើខ្ញុំអត់ទៅយកខ្ញុំខុសទៀតខ្ញុំនឹងទៅយកបងប្អូនគិតឥឡូវខ្ញុំធ្វើខុសត្រូវខ្ញុំនឹងទៅយកលុយនឹងទៅជួយអ្នកខ្វះខាតបើគេមិនយល់ឃើញពីតម្លៃនៃលុយដែលខ្ញុំជួយគេហ្នឹងខ្ញុំត្រូវតែយកលុយហ្នឹងទៅឲ្យមនុស្សដែលគេយល់ពីតម្លៃនៃលុយអីគេបង80,000 1លានដល់ពេលខ្ញុំនិយាយរឿង80,000បងប្អូនគិតទៀតណាថាវាអត់ឲ្យ1000ហ្នឹងហើយបានវានិយាយរឿង80,000ចុះបើគាត់ប្រកែកតែ80,000ហើយរឿងក៏ក្រៅពេញទឹកពេញដីគាត់និយាយតែ80,000ឥឡូវខ្ញុំនិយាយរឿង80,000ហ្នឹងគាត់ថាបានទទួលប៉ុណ្្នឹងត្រូវទេចឹងខ្ញុំយកហ្នឹងមកវិញបងប្អូនកុំភ្លេចពី
ដំបូងគេមិននិយាយរឿង1000ណាគេនិយាយរឿង3 4 5000ដុល្លារតែដល់ពេលខ្ញុំមាន settlement មាន bank កាយបាត់ត្រឹមត្រូវគេនិយាយតាមឲ្យវាកាយបាត់ខ្ញុំ1000ហ្នឹងយល់អត់ហើយបងប្អូនយើងនិយាយអារឿងទៅចុះ QR code គាត់មានតើមិនបាញ់បងប្អូនហើយគេធ្វើសពរសគេដកលុយក្រៅដើម្បីយកទៅថតទៅជួយគាត់លុយដែលខ្ញុំដកពី bank ណាលុយដែលខ្ញុំដកបងប្អូនលុយដែលយើងដកមាន1000ពីគ្នាយើងព្រោះលុយវាអត់គ្រប់ខ្ញុំបញ្ជាក់ម្ដងទៀតហើយខ្ញុំដក250ទៀតពីទូ ATM ហើយបងប្អូនថាចុះមិនគេនិយាយតែ 800,000 250ដុល្លារហ្នឹងខ្ញុំទិញអាវ៉ាវ៉ាន់ក្រៅហើយខ្ញុំបាញ់លុយក្នុងកងបន្ថែមទៀតគ្រប់100មានតែ50ហើយនឹង50ក្នុងកង50ក្រៅកងនឹងបាញ់ទីវ៉ាន់អញ្ចឹងនៅគាត់ 800,000 ហើយនឹង4លានស្មើនឹង1000ដុល្លារហ្នឹងណាលុយហ្នឹងហើយបងប្អូនថាវាទៅថតគេវាដែរមិនបានថតខ្ញុំបានថតទៅលុយឲ្យចុះបើគាត់សុំថាថតប៉ុណ្នេះអានេះកុំថតគាត់សុំថាកុំថតអាហ្នឹងហើយខ្ញុំទៅថតធ្វើម៉េចបើខ្ញុំព្រមឥឡូវមិនបាច់ថតអាហ្នឹងក៏បានដែរតែវាកំហុសខ្ញុំខ្ញុំនិយាយត្រង់កំហុសខ្ញុំទទួលកំហុសមកឡើងហ្នឹងដែលគេសុំខ្ញុំឲ្យថតយើងកុំថតមែនខ្ញុំធ្លាប់ជួបរឿងដែលពួកគាត់ពិបាកខ្ញុំទៅជួយគាត់ចង់ឲ្យគាត់បានលុយយកលុយទៅឲ្យគាត់មានបញ្ហាដេកមិនលក់បត់មិនហើយប្រកាសលុយឲ្យអញឲ្យដឹងអាណាមកវាយនិយាយម្ដងទៀតបើគាត់នៅតែអះអាងថាឲ្យខ្ញុំទៅយកវិញខ្ញុំយកទៅយកមកជួយអ្នកដែលខ្វះខាតពិតប្រាកដហើយបើខ្ញុំយកមកហើយបងប្អូនយើងដែលអ្នកបាញ់លុយមកខ្ញុំហ្នឹងក៏ទៀមទាយកវិញអ្នកណាទៀមទាប្រមាណអ្នកខ្ញុំបាញ់ឲ្យប៉ុណ្ណឹងអ្នកណាអត់ទៀមទាអ្នកណាស្នើសុំឲ្យខ្ញុំយកទៅជួយអ្នកខ្វះខាតខ្ញុំយកទៅជួយអ្នកខ្វះខាតខ្ញុំធ្វើតាមម្ចាស់លុយហើយតាមបងប្អូនយើងខមមិនលើបងប្អូនយើងខមមិនហើយនឹងម្ចាស់លុយខមមិនចង់យកលុយនឹងវិញខ្ញុំបាញ់ឲ្យវិញខ្ញុំអត់ខ្លាចអត់បាញ់ទេតែបើចង់ខ្ញុំជួយអ្នកក្រអ្នកខ្វះខាតខ្ញុំជួយអ្នកក្រវិញបាទបងប្អូនអរគុណជម្រាបលាជូនពរបងប្អូនសុខភាពល្អសំណាងល្អសង្ឃឹមថាបងប្អូននឹងមិនធ្វើគុណបានទោសដូចខ្ញុំមិនជួបរឿងដូចខ្ញុំក្នុងជីវិតនេះបងប្អូនអរគុណជម្រាបលា